បាទរួចរាល់ហើយម៉ាស៊ីនកិនស្រូវຂະຫນាត1ម៉ោង600គីឡូຂະຫນាតអាជីវកម្មបាទប្រភេទនេះចេញទៅកតុម៉ត់ហ្មងបាទអត់ចាំបាច់វាយម្សាទៀតទេបាទហើយយោងបាទយោងស្រូវនៅបែមកខាងមុខទឹមជាមួយអង្គជាមួយគ្នាងាយស្រួលហើយមានញាក់គ្រោះញាក់ថ្មញាក់កលកច្រាំងខាងនេះញាក់កលកច្រាំងញាក់គ្រោះថ្មអីធំគឺចេញមកមកខាងហ្នឹងបាទហើយផ្កាស្មៅទៅមកខាងទៀតបាទគ្រោះថ្មធំអីកលកច្រាំងអីគឺចេញមកខាងហ្នឹងបាទហូរមកខាងហ្នឹងនេះទម្លាក់ចោលមកចំហៀងខាងក្រោយនេះបាទងាយស្រួលបងប្អូនយកទៅប្រើបាទយោងបំពាក់ខ្សែពៀនអូសទៅជាមួយគ្នាហ្មងអត់ចាំបាច់ប្រើភ្លើងទេបាទចាក់ស្រូវខាងមុខនៅទឹមជាមួយអង្គហូរចូលមួយគ្នាហ្នឹងហ្មងកុំឲ្យពិបាកបងប្អូនយកទៅប្រើអត់មានយោងបែរទៅក្រោយទេគឺមកទឹមគ្នាហ្មងបាទញាក់គ្រោះថ្មកលកច្រាំងស្អាតហើយបានចូលកិនអញ្ចឹងក្បាលកិនធូរបាទហើយដាក់ពាក់ម៉ាស៊ីនធំទៀតបាទ42សេសបាទយ៉ាងដង42សេសបាទហើយអង្គចេញមកលូនស្អាតហ្មងបងប្អូនមើលនេះអង្គបាទចេញមកលូនស្អាតហ្មងបាទងាយស្រួលប្រើមានដើមមាន3កណាត់មានចុងអញ្ចឹងទៅធ្វើដែកក្រាស់ជូនបងប្អូនកុំឲ្យពិបាកយកទៅប្រើអេញីញ័រឲ្យសិតតែដែកទៀមខាងលើនោះខ្វែង2-3កន្លែងបាទអត់មានឲ្យអង្គើញ័រទៅទីទៅទេដែកក្រាស់បាទហើយមកចំហៀងខាងនេះគឺផ្កាស្មៅចេញមកខាងនេះបាទក្រុមជាងគាត់គិតគូពីបងប្អូនយកទៅប្រើកុំឲ្យពិបាកថ្ងៃក្រោយយកទៅពិបាកមានស្រូវមានសម្ដីច្រើនផ្កាស្មៅច្រើននេះគឺជូតសម្អាតទៅលើស្រូវបាទហូរមកខាងក្រោមនេះបាទនេះមើលសាកតែបន្តិចមើលកណ្ដាសម្ដីហើយនឹងផ្កាស្មៅឡើងស្ញេះបាទអញ្ចឹងវាធ្លាក់ផ្កាស្មៅស្ដីអីមកខាងគ្រោះថ្មទៅមកខាងបាទពាក់ម៉ាស៊ីន42សេសក្បាលបែកកន្ទក់12កបិតបាទកុយកៅបាទកុយ90ពាបាទមើលកន្ទក់ចេញមកម៉ត់ខៃមកបាទម៉ត់ខៃមកអត់មានឲ្យទៅពិបាកអីវាយភាសាទៀតទេកិនហើយគឺហើយតែមកបាទពាក់ម៉ាស៊ីនធំ42សេសបាទតម្លើងទៅដល់កន្លែងផ្ទះបងប្អូនមកអត់មានពិបាកថងមកមើលអត់បានកិនសាកកិនអីអត់ចាំបាច់ពិបាកទេបងប្អូនបាទដឹកយកទៅកិនបរៀនកិនឲ្យចេះរួចរាល់នៅផ្ទះហ្មងកុំឲ្យអស់កង្វល់បាទយកទៅប្រើដឹងថាស្រួលហ្មងទៅបរៀនមកចេះហើយចង់កិនប្រមាណក៏បានដែរអត់បញ្ហាទេបាទចង់សាកស្រូវប៉ុណ្ណាក៏បានដែរកិនដល់ផ្ទះបងប្អូនហ្មងបាទអរគុណ